បាទសូមជម្រាបសួរបងប្អូនដែលនិយមចូលចិត្តវិស័យបាក់សីកីឡាទាំងអស់គ្នានៅថ្ងៃនេះដែរខ្ញុំមានវីដេអូចង់បង្ហាញបងប្អូនអំពីមុនខ្ញុំចូលពីគ្រាប់គឺអាងកម្មប៉ាងនោះហើយនឹងអាចុងនោះមួយទៀតកម្មដូចគ្នាហើយសម្រាប់មេអំបៅនៅខាងក្រៅត្រង់នេះគឺគីឡូ31ប្រវត្តិវាឈ្នះដងបើសិនជាបងប្អូនត្រូវការតាក់ទងមកខ្ញុំបានចាំខ្ញុំដាក់លេខទូរស័ព្ទនិង Telegram ឲ្យហើយនឹងមានវីដេអូពេលជុលមួយទៀតចឹងប្រវត្តិវាជុលឈ្នះម្ដងអញ្ចឹងបើសិនជាត្រូវការអាចតាក់ទងខ្ញុំបានចំណែក A1 ក្នុងត្រង់នេះគឺគីឡូ27អាប៉ាងនៅត្រង់ក្តារនេះគីឡូ26យើងថែអាចឡើងដល់27ទុំតែមកដល់ថ្មីដែរចាំខ្ញុំថតចិត្តឲ្យបងប្អូនមើលច្បាស់ជានឹងទៅស្អាតបងប្អូនពីក្របនំចូលស្អាតថ្មីមុនស្ទៀវលោកអាចថែឡើងលោថែមទៀតប៉ុន្តែមិនទាន់ឡាំទេបងប្អូនចង់បងប្អូនត្រូវការមួយណាអាចតាក់ទងមកខ្ញុំបានតម្លៃសមរម្យអាចយកលេងតាមភូមិបានគីឡូតូចៗបងប្អូនដែលឆ្លាញ់គីឡូតូចៗត្រូវហើយមួយទៀតចំពោះបងប្អូនណាដែលគាត់ចុចពាក្យជាវហើយក៏ Subscribe ក្នុងវីដេអូរបស់ខ្ញុំសូម comment ពាក្យថាអូខេហើយជួបជាមួយនឹងលេខទូរស័ព្ទអញ្ចឹងដាច់ខាតនេះគឺខ្ញុំធ្វើការចាប់រង្វាន់ជូនបងប្អូនដែលបានចុចពាក្យជាវឬក៏ Subscribe លើវីដេអូរបស់ខ្ញុំប្រសិនបើបងប្អូនត្រូវការមនឬក៏ចាប់អារម្មណ៍លើមនណាមួយសូមបងប្អូនតាក់ទងមកខ្ញុំចុះអញ្ចឹងមនទាំងអស់នេះសុទ្ធតែមននាំចូលទេគឺអត់មានមនប្រកាត់ដោយខ្លួនឯងទេមនថ្មីខ្ញុំថាថ្មីហើយមនដែលជុលហើយខ្ញុំថាជុលហើយដូចជាអាមេអំបៃនេះចឹងគឺជុលហើយប្រវត្តិវាឆ្នាំដងហើយប្រភេទវានេះគឺប្រភេទនឹងក្បាច់ចង់បើសិនជាត្រូវការសូមតាក់ទងមកខ្ញុំមកហើយសូមអរគុណបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំដល់ចប់ទាំងអស់គ្នា